សិស្សអូនម្នាក់គាត់សួរខ្ញុំថាគាត់សុំ tip ណែនាំដើម្បីបាន scholarship ទៅរៀនស្រុកក្រៅខ្ញុំអាចនិយាយបានថាមិនមែនជាចំណុចខ្លាំងរបស់ខ្ញុំទេព្រោះអីដូចវីដេអូដែលឃើញកាលមុនអញ្ចឹងមានសាលាខ្លះគឺខ្ញុំត្រូវបង់លុយខ្លួនឯងទៅរៀនហើយមានសាលាខ្លះក៏ខ្ញុំបាន grant ឬក៏បាន scholarship ដែរអញ្ចឹងអ្នកដែលគាត់រៀនពេទ្យអីដែលពិបាកហ្នឹងគឺគាត់ពិបាករក scholarship ដោយសារតែសាលាពេទ្យនៅស្រុកគេមួយគឺថ្លៃដល់អញ្ចឹងទៅគឺអត់សូវមាន scholarship ទេហើយ scholarship ដែលគេឲ្យខាងផ្នែកពេទ្យហ្នឹងភាគច្រើនគឺគេឲ្យខាងផ្នែកសុខភាពសាធារណៈដែលគេហៅថា public health ឬក៏ខាងផ្នែក research ដែលគេហៅថាជាអ្នក scientist ធ្វើ research អីចឹងនៅក្នុង lab ដើម្បី research ថ្នាំអីថ្មីអីចឹងទៅអញ្ចឹងអ្វីដែលពិបាកសម្រាប់កូនសិស្សពេទ្យឬក៏វិជ្ជាបណ្ឌិតដែលគាត់ចង់បានជំនាញឬក៏ឯកទេសមកពីស្រុកក្រៅហ្នឹងគឺយើងពិបាករក scholarship អាហ្នឹងត្រូវទទួលស្គាល់ប្រសិនបើយើងជាម្នាក់ដែលកំពុងតែរៀនពេទ្យរបស់យើងហ្នឹងវារៀនកលិកកលាក់ជាងផ្លូវគេអ្នករៀនជំនាញផ្សេងដូច accountant ដូច business អីចឹងខ្ញុំគិតថាវាមានជំរឿហើយវាមានឱកាសច្រើនជាងអ្នកដែលគាត់រៀនខាងពេទ្យអីដែលខ្ញុំណែនាំគឺយើងចាប់ផ្ដើមពីទូច start small ខ្ញុំឆ្នាំទី4អញ្ចឹង scholarship ដែលខ្ញុំបានដំបូងគេគឺខ្ញុំទៅជប៉ុនតែខ្ញុំទៅចំ field ដែលខ្ញុំអត់សូវស្រឡាញ់ទេគឺទៅចំ field research ទៅ TMDU Tokyo Medical and Dental University អាហ្នឹងគឺជា summer exchange program ហើយខ្ញុំទទួលបាន scholarship ដំបូងគេក្នុងជីវិតរបស់ខ្ញុំណារត់ដល់ម៉ែឲ្យបងលុយរៀនរហូតដល់អញ្ចឹងទៅខ្ញុំ excited ប៉ុន្តែនៅពេលដែលខ្ញុំទៅដល់3សប្តាហ៍នៅហ្នឹងគឺខ្ញុំមើលឃើញថាខ្លួនឯងអត់ចូលចិត្តខាង field research ទេដល់អញ្ចឹងទៅក៏ខ្ញុំអត់បាន apply បន្តទៀតដើម្បីយកថ្នាក់ master ឬក៏ថ្នាក់ PhD នៅសាលាហ្នឹងព្រោះអីដែលខ្ញុំចូលចិត្តគឺខ្ញុំចូលចិត្តអង្គុយមើលជំងឺខ្ញុំចូលចិត្តពិនិត្យពីគ្រោះអ្នកជំងឺដល់អញ្ចឹងគឺខ្ញុំត្រូវស្វែងរកផ្លូវផ្សេងប៉ុន្តែសួរថាអ្វីដែលខ្ញុំបានពេលហ្នឹងវាអសាបងអត់វាអត់ទេធ្វើឲ្យខ្ញុំដឹងថាតើខ្ញុំចូលចិត្តអីហើយខ្ញុំចង់តម្រង់ខ្លួនឯងទៅផ្លូវណាទី2ទៀតគឺវាជួយឲ្យខ្ញុំមានបទពិសោធន៍ក្នុងការដាក់ scholarship អញ្ចឹងអីដែលខ្ញុំណែនាំគឺចាប់ផ្ដើមទូចហើយកុំចាំដល់យើងរៀនចប់អីបានយើងរកគឺយើងត្រូវចាប់ផ្ដើមតាំងពីឆ្នាំទី1ទី2ហ្នឹងគឺធ្វើគឺ search ឲ្យហើយទៅចាំមើលខ្ញុំតម្លាក់ link មួយចំនួនឲ្យអ្នកឲ្យសិស្សប្អូនដែលគាត់ចង់ទៅអា summer program នៅ Tokyo ហ្នឹងខ្ញុំគិតថាគេធ្វើរាល់ឆ្នាំទេដល់ឆ្នាំ2022 2023ចុងក្រោយនេះក៏គេធ្វើដែរខ្ញុំមិនដឹងថា2024 2025គេនៅធ្វើទៀតទេព្រោះអីនិយាយទៅខ្ញុំរៀនហ្នឹងវាចប់យូរដែរហើយដល់អញ្ចឹងទៅជួនកាលវាមានអីផ្លាស់ប្ដូរអញ្ចឹងណាប៉ុន្តែអីដែលសំខាន់គឺខ្ញុំចង់ប្រាប់ថាគឺចាប់ផ្ដើមពីទូចទៅហើយក៏មើលងាយការងារកប៉ិកកប៉ុកការងារកប៉ិកកប៉ុកដូចជាការងារ volunteer ដូចជាការងារបកប្រែអីតិចតួចកាលពីខ្ញុំនៅរៀនខ្ញុំចាប់ផ្ដើមធ្វើការតាំងពីខ្ញុំឆ្នាំទី1ទី2អីដែលខ្ញុំធ្វើការបានហ្នឹងគឺខ្ញុំយកជំនាញភាសាអង់គ្លេសរបស់ខ្ញុំដើម្បីយកទៅបកប្រែក្នុងកម្មវិធីឬក៏ក្នុងសមាគមណាមួយដែលគេមានបង្រៀនពេទ្យជាភាសាអង់គ្លេសអញ្ចឹងគេត្រូវការអ្នកបកទៅជាខ្មែរឬក៏គេចុះពីអាមេរិកចុះពីប្រទេសផ្សេងមកជួយមើលអ្នកជំងឺនៅស្រុកខ្មែរអញ្ចឹងគេត្រូវការអ្នកបកប្រែអញ្ចឹងអាហ្នឹងគឺខ្ញុំចូលខ្លួនដើម្បីទៅបកឲ្យទី1គឺយើងអាចរកថវិកាខាងក្រៅបានទី2ទៀតគឺយើងអាចពង្រឹងចំណេះដឹងខាងផ្នែកពេទ្យព្រោះឯពេលដែលយើងបកហ្នឹងគឺយើងចេះហ្មងដោយសារដូចយើងសូត្រឡើងវិញនៅអ្វីដែលគេនិយាយអញ្ចឹងណាហើយយើងជួយ character building ទៀតបើន័យថាយើងអាចចេះធ្វើការជាមួយនឹងមនុស្សគ្រប់ប្រភេទបានយើងស្គាល់ពីការធ្វើការងារយើងស្គាល់ពីក្រិតក្រមរដ្ឋបាលអីផ្សេងដល់អញ្ចឹងទៅវាជួយយើងនៅពេលដែលយើង graduate ទៅយើងមានទុនមួយចំនួនដើម្បីមិនថា apply scholarship ឬក៏ចេញធ្វើការទេអញ្ចឹងអានេះគឺខ្ញុំចែកលែកខ្លីៗហើយប្រសិនបើចង់បានទីពាក់ព័ន្ធជាមួយនឹងរឿងរៀនសូត្រអីផ្សេងទៀតអាច comment បានគ្រាន់តែថាខ្ញុំមិនមែនជាជំនាញខាងផ្នែកណែនាំឲ្យបងប្អូនរៀនអីមកទេដោយសារតែជំនាន់ខ្ញុំរៀនហ្នឹងគឺវាយូរដែរខ្ញុំ graduate ហើយចង់10ឆ្នាំហើយដល់អញ្ចឹងទៅឥឡូវនេះវាអាចមានអីផ្លាស់ប្ដូរដោយសារមាន AI មានអីប៉ុន្តែខ្ញុំ happy នឹង share ប្រសិនបើមានចម្ងល់មានសំណួរអីអាច comment នៅក្នុងវីដេអូបាន